ការគាំទ្រអ៊ុលត្រាសម្រាប់អតិថិជននៅជប៉ុននៅប្រទេសជប៉ុនប្រើភ្លើង110 វ៉ុលប៉ុន្តែអ្នកអាចប្រើ box បានធំប៉ុណ្ណេះដោយមិនចាំបាច់កែប្រែអ្វីទាំងអស់ព្រោះឧបករណ៍បានគាំទ្ររួចរាល់តាំងពីដើមយើងបានដំឡើងឧបករណ៍ចាំបាច់ទាំងអស់រួចហើយដូចជា view phone សម្រាប់គ្រប់គ្រងនិង Mi Changer សម្រាប់ផ្លាស់ប្ដូរព័ត៌មានឧបករណ៍អតិថិជននៅជប៉ុននឹងទទួលបាន box ដែលបានកំណត់និងតែរួចរាល់ដូចជាបើអ្នកទិញ box 5 ម៉ាស៊ីននោះអ្នកនឹងទទួលបាន5ម៉ាស៊ីនដែលអាចប្រើបានភ្លាមៗនិងមានស្ថិរភាពលើពីនេះ box មានកម្មវិធីគ្រប់គ្រងពីចម្ងាយអាចបើកបិទ restart កែសម្រួលល្បឿនកង្ហារឬប្ដូរទៅ OTG LAN ដោយមិនចាំបាច់ប៉ះឧបករណ៍ពេលមិនប្រើអ្នកអាចបិទវាហើយបើកឡើងវិញពេលត្រូវការបានយ៉ាងងាយស្រួលកម្មវិធី driver និងឧបករណ៍ទាំងអស់ត្រូវបានផ្ដល់ជូនពេញលេញជាមួយ link ទាញលោកល្បឿនលឿននិងវីដេអូណែនាំលម្អិតនៅលើ YouTube បើសិនមានបញ្ហាខាងការដំឡើងអ្នកអាចតាក់ទងមកយើងហើយយើងនឹងជួយដោយផ្ទាល់យើងក៏មានសេវា test តាម Ultra មុនពេលទិញដើម្បីធានាថាសមរម្យនឹងតម្រូវការ